មានមនុស្សម្នាក់គេនឹកណៅគ្នាខ្ញុំដែរនិយាយពីរឿងហ្នឹងទេមិនមែនខ្ញុំដែរនិយាយទៅអត់ដែរចាប់បានកាត់ណាប្រាប់ថាគេនឹកណៅគ្នាយល់អត់សារថ្ងៃនេះគឺពិសេសមែនតើខ្ញុំអត់ដែរបាននិយាយពីមុនមកទេតែលាក់ចុះកាត់មកគឺខ្ញុំ feel energy មកអញ្ចឹងមកមានម្នាក់គេនឹកសម្រាប់និយាយទៅ energy កាត់ថ្ងៃនេះគឺសម្រាប់អ្នកមួយចំនួនដែលមើលទៅត្រូវណាតែសាច់រឿងខ្ញុំនិយាយទាំងដើមដល់ចាប់នឹងគេនិយាយថាគេនឹកណៅគ្នាខ្ញុំមានអារម្មណ៍ថាមានមនុស្សម្នាក់ហ្នឹងគេគិតពីណៅគ្នាច្រើនខ្លាំងមែនតើមួយរយៈចុងក្រោយនេះជាមួយនឹងស្លឹកកាត for cup ជា moment របស់គេម្នាក់ហ្នឹងគឺគេreflect ទៅលើ feeling របស់គេអារម្មណ៍របស់គេអ្វីគ្រប់យ៉ាងដែលនៅគ្នាហើយជាមួយនឹងគេម្នាក់ហ្នឹងធ្លាប់ធ្វើជាមួយគ្នានិយាយទៅ like reflect what happened something used to happen between both of you មានរឿងជាច្រើនអនុស្សាវរីយ៍ល្អ memory ល្អដែលធ្លាប់កសាងជាមួយគ្នាទោះបីជាថាឥឡូវហ្នឹងឡើងបាននៅមួយគ្នាដូចមុនគេនៅតែស្ដាយគេថាមិនបានទៅជាអញ្ចឹងណែនិយាយថាស្ដាយពេលវេលាដែលបាននៅមួយគ្នាខ្លាំងមែនតែនហើយវាច្រើនខ្ញុំឃើញក៏មិនដែរខ្ញុំឃើញថាអារម្មណ៍គេខ្វែងអារម្មណ៍ខ្ញុំគ្រីសអើយហួចចិត្តមកអញ្ចឹងក៏បានដែរតែអារម្មណ៍អ្នកគ្នាអារម្មណ៍ណាគេអារម្មណ៍គេក៏អារម្មណ៍គេតែខ្ញុំពីច្រើនខ្ញុំនិយាយពីអារម្មណ៍នេះពេលផ្ទុយអារម្មណ៍ទៅលើមនុស្សម្នាក់ណាគ្នាកំពុងតែគិតថាម្នាក់នឹងជាណាគេណាគ្នាអាចដឹងខ្លួនឯងនិយាយទៅពួកគេក៏អាចជំរឿពួកគេគឺដើរចេញដូចគ្នាដែរប៉ុន្តែគាត់តែគេស្ដាយទៅលើអនុស្សាវរីយ៍តាំងប្រហែលដែលធ្លាប់កសាងជាមួយគ្នាពីមុនមកណាជាហើយខ្ញុំមានអារម្មណ៍ថា connection នៅទាំងពីរហ្នឹងក៏ស្ងាត់ទៅអត់មានអីទេតែគ្រាន់តែថាពួកគេនៅតែសម្លឹងគិតពីណាគ្នាចំណៃគេណាជាមួយនឹងស្លឹកកាត់ Four of Cups yes Queen of Cups Queen of Cups ហ្នឹងគឺនិយាយពាក់ព័ន្ធជាមួយ energy របស់អ្នកគ្នាវាបង្ហាញថាអ្នកគ្នាជាមនុស្សម្នាក់ដែលជាមនុស្សដែលពោពេញទៅដោយមនោសញ្ចេតនាជាមនុស្សម្នាក់ដែលមានភាពល្អចិត្តល្អខកខ្វាយពីមនុស្សជុំវិញខ្លួនមានមនោសញ្ចេតនាជ្រាលជ្រៅបើស្រឡាញ់ស្មោះហើយចិត្តទុកដាក់ជាមួយនឹងមនុស្សជុំវិញខ្លួនមិនថាម្នាក់នឹងជាដៃគូរបស់អ្នកគ្នាជាមួយផែនគ្នាឬក៏ជាក្រុមគ្រួសាររបស់អ្នកគ្នាឬក៏មនុស្សណាក៏ដោយណែខ្ទង់សំបីតែមនុស្សអស្គាល់មុខក៏អ្នកគ្នាតែងតែមានទឹកចិត្តជួយទៅកាន់អ្នកដទៃហើយតែងតែយល់ពីអារម្មណ៍អ្នកមនុស្សជុំវិញខ្លួនជាដៃអានឹងជាអារម្មណ៍របស់អ្នកទាំងអស់គ្នាជា energy របស់អ្នកគ្នាក្នុងពេលឥឡូវហ្នឹងនិយាយទៅមនុស្សជាច្រើនអត់ស្គាល់អត់បានយល់ពីតម្លៃរបស់អ្នកគ្នាទេដោយសារតែភាពល្អរបស់អ្នកគ្នាមើលទៅគេអាសាមើលឡើងច្រើនដូចគ្នាដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយជា energy មួយដែលបរិសុទ្ធខ្ញុំមើលឃើញថាអ្នកគ្នាឈរជើងយ៉ាងរឹងមាំទោះបីជារលកបោកបាក់នៅខាងក្រោយបាឡាំងរបស់ម្នាក់ស្រីអង្គុយនៅលើបាឡាំងហ្នឹងយ៉ាងណាក៏ដោយក៏ម្នាក់ស្រីហ្នឹងនៅតែស្ងប់ស្ងាត់ជាតិចអញ្ចឹងទោះបីមានរឿងរ៉ាវរង្គោះរង្គើនៅក្នុងជីវិតរបស់អ្នកគ្នារយៈពេលប្រហែលខែចុងក្រោយនេះក៏អ្នកគ្នានៅតែមានភាពស្ងប់ស្ងាត់នៅតែមានអារម្មណ៍ថាខ្លួនឯងអាចមិនអាចគ្រប់គ្រងស្ថានភាពណាមួយបានប៉ុន្តែមានតែគ្រប់គ្រងចិត្តរបស់ខ្លួនឯងជាងគ្រប់គ្រងស្ថានភាពទាំងឡាយទាំងពួងដែលកើតមាននៅក្នុងជីវិតរបស់អ្នកគ្នាជាងគ្រប់គ្រងអ្វីៗគ្រប់បែបយ៉ាងគ្រប់គ្រងអារម្មណ៍ខ្លួនឯងវិញវាល្អជាងទៅឯងកុំឲ្យអារម្មណ៍ខ្លួនឯងរង្គោះរង្គើអណ្ដែតអណ្ដូងទៅទីឆ្ងាយហើយពិបាកមើលថាអារម្មណ៍ខ្លួនឯងនេះចេះគ្រប់គ្រងមើលថាអារម្មណ៍ខ្លួនឯងបានយ៉ាងល្អជាងមុនខ្ញុំមើលឃើញថាអញ្ចឹងស្លឹកកាត់ Wheel of Fortune ខ្ញុំមើលឃើញថាជីវិតអ្នកគ្នាខ្ញុំមិនមែនជីវិតរបស់អ្នកគ្នាខ្ញុំនិយាយថាជីវិតទូទៅគឺកំពុងតែវិលជុំណាវិលជុំនិវ័ន្តមនុស្សពេលខ្លះមនុស្សចេញពេលខ្លះមនុស្សចូលមកចេញចូលក្នុងជីវិតរបស់អ្នកគ្នាចឹងណា yes មនុស្សខ្លះក៏គេចេញដូចខ្ញុំនិយាយមនុស្សខ្លះក៏គេចូលមកហើយដឹងថាគេបានបាត់បង់អ្នកគ្នាទៅជានេះ energy ម្នាក់នឹងហើយជាមួយអ្នកគ្នាខ្ញុំមានអារម្មណ៍ពងវិលជុំពីហ្នឹងវាមិនចឹងដូចគ្នាដែរ yes វិលជុំមានន័យថាម៉េចវិលជុំពេលខ្លះគេក៏ចង់ចូលមកហៅអ្នកគ្នាវិញពេលខ្លះគេក៏អត់ពេលខ្លះក៏ចង់ពេលខ្លះក៏អត់អាចង់ហ្នឹងខ្ញុំចង់ប្រាប់អ្នកគ្នាអាចង់ហ្នឹងគឺចង់ដោយសារអារម្មណ៍មិនអស់ចិត្តប៉ុន្តែពេលខ្លះវិលទៅវិញថាគេអត់ចង់ត្រឡប់មកវិញទេវាអញ្ចឹងហើយផលមិនមែនគេស្អប់ដល់គ្នាទេប៉ុន្តែវាជាជំរើសមួយល្អគេគិតថាវាជាជំរើសល្អដល់អ្នកគ្នាជាមួយម្នាក់ហ្នឹងគេlikeអត់បាននៅមួយគ្នាទៀត yes វាអញ្ចឹង Five of Cups
សោកស្ដាយធ្វើការសោកសៅសោកស្ដាយដូចនេះស្លឹកកាតនេះបើសិនជាយើងហ៊ានទេណាកែវហ្នឹងបានកពុបទឹកចេញពីក្នុងកែវហ្នឹងទឹកហ្នឹងនៅក្នុងថារ៉ូតកាតទឹកអ្នកគ្នាឃើញទឹកកែវហ្នឹងអានឹងជាអារម្មណ៍ជាបង្ហាញជាអារម្មណ៍អីចឹងទៅមនុស្សចេតនា emotional អីចឹងទៅទឹកចិត្តអីចឹងទៅកពុបអស់ចឹងមានន័យថាគេស្ដាយនៅគ្នាព្រោះខ្ញុំឃើញមានអារម្មណ៍ថានៅគ្នាជាមនុស្សម្នាក់ដែលកាច់ផ្ដាច់នៅមនុស្សចេតនាមួយគេនិយាយទៅកាច់ផ្ដាច់ស្លាមកមានតែគេជាមនុស្សម្នាក់ដែលអង្គុយនៅចាំតែសោកស្ដាយទៅលើរឿងអ្វីៗគ្រប់យ៉ាងមនុស្សម្នាក់ហ្នឹងគេ rely ឯងគេដឹងថាខ្លួនគេបានបាត់បង់នៅមនុស្សម្នាក់ដ៏សំខាន់សម្រាប់ជីវិតរបស់គេខ្ញុំមិនដឹងថាមិនដែរជាខ្ញុំមិនដឹងថាអ្នកទាំងពីរហ្នឹងមានរឿងរ៉ាវអីជាមួយនឹងគ្នាទេខ្ញុំមិនដឹងទេកុំសួរខ្ញុំតែគ្រាន់តែថាអ្នកគ្នាខ្លួនឯងអ្នកមើលនេះដឹងហើយថាពីអ្នកហ្នឹងមានរឿងអីកើតឡើងរវាងគ្នានឹងគ្នានិយាយទៅម្នាក់ហ្នឹងគឺគេគិតអំពីអតីតកាលហើយតែងតែមន់ស្រន់សុំឲ្យរឿងហ្នឹងត្រឡប់មកវិញឲ្យគេអាចបើសិនជាត្រឡប់មកវិញបានគេអាចនឹងកសាងអ្វីឲ្យបានល្អជាងមុនហើយធ្វើអ្នកគ្នាកាន់តែល្អជាងមុននិយាយទៅផ្ដល់អ្វីគ្រប់យ៉ាងឲ្យអ្នកគ្នាកាន់តែល្អជាងមុនជាងពីពេលដែលគេធ្លាប់នៅមួយគ្នាកាលពីពេលមុនទៀតចង់និយាយចឹងណាអូខេ The Impress នេះក៏ធ្វើពលអ្នកគ្នាម្ដងទៀតហើយនិយាយទៅកាន់តែមានភាពស្រស់ស្អាតទៅខ្ញុំមើលឃើញថាអញ្ចឹងខ្ញុំមើលឃើញថាខាងគេនោះក៏គេតាមដានអ្នកគ្នាហើយមើលឃើញអ្នកគ្នាជាមនុស្សម្នាក់ដែលថារស់នៅក្នុងជីវិតមួយយ៉ាងរស់រវើកនិយាយទៅស្រស់បំព្រងហើយអត់ខ្វល់ពីណាអត់ខ្វល់ពីណាទាំងអស់ចឹងនិយាយចឹងណាគឺតែខ្ញុំជាខ្ញុំ I am a queen ខ្ញុំដូចជាម្ចាស់ស្ត្រីសម្រាប់ខ្លួនឯងចឹងខ្ញុំស្រឡាញ់ខ្លួនឯងខ្ញុំអាចផ្ដល់អ្វីដែលគ្រប់យ៉ាងដែលខ្ញុំចង់បានគឺខ្ញុំនឹងបានខ្ញុំអាចបានហើយI can buy myself flower តែរូបនេះចេញមកគឺបត់នឹងបណ្ដោយ I can buy myself flower ខ្ញុំអាចទិញផ្កាខ្លួនឯងបានហើយខ្ញុំអាចកាន់ដៃខ្លួនឯងបានអីចឹងណាហ្នឹងហើយខ្ញុំអាចនាំខ្លួនឯងទៅទិញរបស់អីល្អស្អាតពាក់និយាយទៅគឺអត់ខ្វល់មក like Yeah queen Yeah king Yeah queen you areអ្នកគ្នាចាប់ផ្ដើមមានការលូតលាស់អ្នកគ្នាចាប់ផ្ដើមhealing ខ្លួនឯងកាន់តែមានវិជ្ជាចិត្តហើយកាន់តែស្អាតរស់នៅនិយាយទៅ update ខ្លួនឯងខ្លាំងមែនតើទោះបីជាមានណាគេនឹកអ្នកគ្នាប៉ុន្តែ your journey គឺនៅក្នុងពេលឥឡូវហ្នឹងគឺស្រឡាញ់ខ្លួនឯងកាន់តែច្រើនស្រឡាញ់ខ្លួនឯងមុនដំបូងគេបំផុតគឺខ្លួនឯង Yes សកាចុងក្រោយគឺ serious word គេដឹងហើយថាតំណែងអ្នកទាំងពីរហ្នឹងគឺអត់អាចផ្សះផ្សាបានទេព្រោះអីសូម្បីតែអ្នកគ្នាក៏អ្នកគ្នាបើសិនជាឲ្យជំរឿថាអ្នកគ្នានឹងត្រឡប់ទៅវិញក៏អ្នកគ្នាអត់ត្រឡប់ទៅវិញអ្នកគ្នាក៏ឆ្អែតរបៀបអញ្ចឹងណាពេលខ្លះជាអារម្មណ៍មួយថាអ្នកគ្នាអត់អាចបញ្ចេញមកក្រៅបានណាពេលថាដូចវាបិទខ្ទប់ជាមួយនឹងដាវចាក់ជ្រុចចូលក្នុងបេះដូងអ្នកគ្នារបៀបអញ្ចឹងណាអ្នកគ្នារបៀបអញ្ចឹងចឹងហើយបានជាអារឿងរ៉ាវពីអ្វីដែលគ្នាធ្លាប់បានជួបពីមុនមកហ្នឹងខ្ញុំមានអារម្មណ៍ថាវាបានបង្រៀនអ្នកគ្នាឲ្យស្គាល់ពីតម្លៃអ្វីដែលគ្នាចង់បានហើយត្រូវការសម្រាប់តំណែងជាពិសេសវាជាមេរៀនខ្ញុំចឹងនិយាយចឹងវាជាមេរៀនមួយដែលថាអាចឲ្យអ្នកគ្នាដឹងថាខ្លួនឯងនឹងត្រូវការអីចង់បានអីនៅថ្ងៃខាងមុខទៀតរបៀបអញ្ចឹងណាគេហើយសម្រាប់តែគេតែគាត់គិតថាត្រូវ energy សម្រាប់អ្នកគ្នាមិនខ្លាំងទេថាអំពូលហ្នឹងព្រោះខ្ញុំអានការហ្នឹងវា reflect ទៅលើអ្នកដែលមើល tarot card របស់ខ្ញុំដូចគ្នាដែររបៀបអញ្ចឹងបើសិនជាត្រូវ energy របស់អ្នកគ្នាក៏មិនប្រាប់ខ្ញុំផងថាត្រូវអញ្ចឹងណានឹងឯអ្នកគ្នាហើយមួយទៀតផងដែរសម្រាប់អ្នកគេដែលគាត់ចង់អាន tarot card តខ្លួនមកខ្ញុំបើធម្មតាទេអ្នកគ្នាតាមនៅក្នុង IG ខ្ញុំក៏បាននៅក្នុង Telegram ខ្ញុំក៏បានជាពិសេសខ្ញុំមើល Telegram ច្រើនខ្លាំងមែនទែនព្រោះTelegram ខ្ញុំគឺចង់កៀងហីឆាត់ពឹងវាចឹងណាហ្នឹងហើយហើយសម្រាប់តែគេដែលគាត់ចង់រៀនវគ្គសិក្សា Tarot Card ហើយចង់ទិញ Tarot Card អីនេះចង់រៀនអាន Tarot Card មើលចឹងអ្នកគ្នាអាចចុះឈ្មោះរៀនបានហើយគេចូលរៀនឯណាអ្នកគ្នាចឹងរស់រាន់ឡើងគេចូលរៀនអាទិត្យហ្នឹងថ្ងៃបោះវ៉ាសុកហ្នឹងហើយចឹងរស់រាន់ឡើងមិនអាទិត្យហ្នឹងអាទិត្យក្រោយ sorry អាទិត្យក្រោយអញ្ចឹងចូលរៀននៅលឿនដូចគ្នាដែរហើយសម្រាប់អ្នកដែលធ្លាប់ទាយថ្ងៃ birthday ខួបកំណើតខ្ញុំអីហ្នឹងថ្ងៃខួបកំណើតខ្ញុំខ្ញុំប្រកាសអញ្ចឹងកុំភ្លេចចូលទៅ follow IG ខ្ញុំប្រកាសក្នុងហ្នឹង yes